ស្វាគមន៍ទស្សនិកជនទាំងអស់គ្នាមកកាន់ Channel Kaiser ថ្ងៃនេះខ្ញុំសូមលើករឿងថ្មីមកនិយាយដែលខ្ញុំសូមឲ្យចំណងជើងម្ដងសិនថារឿងអាកូនត្រេនឆ្លងភពភ្ជាប់ជាមួយនឹងប្រព័ន្ធ System ផ្នែកទឹកហើយកុំឲ្យញ៉ៃចិត្តយើងចូលមកសាច់រឿងតែម្ដងទៅគ្រាន់តែចូលមកភ្លាមទូឲ្យប្រុសរបស់យើងមានឈ្មោះថាម៉ាដាបីនឹង Hibiki សុខសប្បាយគាត់នឹងក៏ស្រាប់តែឆ្លងភពមិនដឹងលោកព្រះណាបញ្ជូនគាត់មកភ្លាមដោយមិនដឹងមូលហេតុបែបវាអញ្ចឹងសោះហើយវាចង្រៃអីម្ដងភ្លាមទៅផ្សាយដោះស្នាយដេញជលគាត់ទៀតហើយអ្នកទាំងអស់គ្នាឃើញរូបគាត់ដូចជាកូនក្មេងអាកូនទេនៃប៉ុណ្ណឹងណាប៉ុន្តែអាយុគាត់គឺ16ហើយសំណាងសម្រាប់ Hibiki របស់យើងដែរសុខសប្បាយក៏គាត់ស្រាប់តែលើសំឡេងប្រព័ន្ធកុំព្យូទ័របានបង្ហាញពីការណែនាំរបស់គេសំឡេងប្រព័ន្ធ System របស់គេស្ទើរតែកម្រាមទៀតថាបើ Hibiki នឹងមិនចង់ស្ដាប់សំឡេងគេទេគេទៅវិញក៏បានដែរចង់ងាងដែរនឹង Hibiki យើងអត់ទៅសាយដោះស្នាយដេញចូលគ្នាចង់ងាប់ចង់រត់ទៅចោលគ្នាទៀតអាសំឡេងប្រព័ន្ធកុំព្យូទ័រគេនេះប៉ុន្តែសំណាងដែរនៅពេលនោះអត់ទៅសាយដោះស្នាយនោះហោះរោមកចូលគាត់សិតតែមានអី Hibiki នឹងក៏គាត់រអិលដួលចែកដល់នឹងផងដែរស្នាយអត់ទៅសាយនឹងក៏ចូលកតារបស់គាត់ដួលនឹងធ្វើឲ្យ Hibiki ស្កប់ពីលើនឹងចែករយអត់ទៅសាយហ្នឹងទៅគឺថាសំណាងលយមកបែនរបស់ Hibiki យើងនឹងផងដែរហើយយើងក៏លេមើលទស្សនភាពនៅកន្លែងមួយផ្សេងទៀតយើងក៏បានឃើញក្មេងសេរីម្នាក់កំពុងតែដើរតាមភ្លើងក៏លឺសំឡេងវិញ្ញាណតាមជួយថែសាររបស់នាងប្រាប់ឲ្យនាងទៅតាមស្វែងរករបស់សំខាន់ដែលធ្លាក់មកលើពិភពនេះមួយមិនបញ្ជាក់ថាជាអ្វីនោះទេប៉ុន្តែអ្នកនរគ្នាមិនបាច់ឆ្ងល់នោះទេគឺថារបស់សំខាន់នោះគ្មានអីក្រៅពី Hibiki នឹងឯងហើយតួស្រីយើងចេញទៅមកគឺថាអោរ៉ាឡើងពេញខ្លួនមកមានណាលេខដាច់លេវចោលបដ ாய் បាត់អោរ៉ាលុយទៅចេញអោរ៉ា13បូកវិញហើយក៏លេបមើលតួឯកប្រុស Hibiki របស់យើងវិញដែលបានសម្លាប់ទុនសាយនោះដោយចៃដនគឺថារូបគាត់រួចផុតជីវិតតែម្យ៉ាងដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏គាត់ឆ្ងល់ថានៅទីនេះគឺជាកន្លែងណាហ្នឹងថ្មទូរស័ព្ទក៏វាចង្រៃចង់អស់ទៀតហើយវិញដែរសម្រាប់ Hibiki នេះក៏គាត់ឆ្ងល់ដែរអាសម្លេងនេះកុំព្យូទ័រណែនាំមកគាត់មិនបាត់តាណាហើយអាណែនាំគេមិនទាន់ហើយស្រួលបងហ្នឹងឥឡូវបាត់ខ្លួនបាត់អាមិនក៏មិនទៅណាមួយនៅពេលនេះ Hibiki នេះក៏គាត់មានអារម្មណ៍ចង់ឃ្លានទៀតគិតថាសាច់អាទុនសាយដោះស្នាយចម្លែកនោះស៊ីមិនកើតទេមើលទៅប៉ុន្តែមានអីភ្លាមនោះភ្នែករបស់គាត់ក៏អាចឆ្លោះមើលព័ត៌មានល្បិតពាក់ព័ន្ធអំពីទុនសាយនោះហើយក៏បង្ហាញថាសាច់របស់វាគឺថាអាចចម្អិនយកបរិភោគបានតែទីបីជាយ៉ាងណាក៏ដោយក៏ Hibiki នឹងគិតថាអាសាច់ទុនសាយនេះបើគាត់ចម្អិនយកបរិភោគមើលទៅចាំជម្រើសចុងក្រោយយ៉ាងហោចណាស់យកវាមកតាមខ្លួនទៅចាំឃ្លានដាច់ដាបមកចាំឆ្អិនវាបរិភោគតែម្ដងទៅអ្វីដែលសំខាន់នេះគឺជាលើកទី1ក្នុងជីវិតរបស់ Hibiki ហើយយកសាកសពរបស់សត្វមកតាមហើយជីវិតរបស់គាត់ក៏មិនដែលដើរក្រៅផ្ទះបោះតង់អីយ៉ាងចឹងទៀតហើយលើតំបន់ហ្នឹងក៏ដែរស្គាល់ទៀតចូលយ៉ាងថាវេទនាតែប៉ុណ្ណេះតែទីបីជាយ៉ាងណាក៏ដោយក៏ Hibiki នឹងគាត់នៅតែបន្តទៅមុខហើយដើរសុខក៏ឃើញឈ្មោះសត្វកន្លែងខ្លួននឹងធ្វើជាភ្នំចង់បំផន់ភ្នែក Hibiki ទៀត Hibiki គាត់ចង់ងាងដែរតទៅពេលមើល level កម្រិតសមត្ថភាពរបស់អាបិសាចខ្លាយខ្លួនធ្វើជាភ្នំមនុស្សទៅម៉ែឲ្យ level 273តដើរទៅគឺថាគ្មានផ្លូវរស់ទេសម្រាប់ Hibiki យើងបំផន់ភ្នែកនរណាគេនឹងបំផន់បានប៉ុន្តែបំផន់ភ្នែក Hibiki នឹងដែលមានប្រព័ន្ធកុំព្យូទ័រភ្នែកទៅរបស់គាត់ទៅមនុស្សទេសំខាន់គឺគាត់ចង់កញ្ញាញ់ខួរដែរហ្នឹងម៉ែណាគាត់ទៅឆ្លងភពមកភ្លាមជួបបិសាចសិតតែ level 273បង្កើតយកឲ្យខ្លួនឯងតាម level 1សោះហ្នឹងទោះពេលគាត់ឆ្លោះមើលព័ត៌មានលម្អិតសម្រាប់ខ្លួនឯងគាត់ហ្នឹងក៏ឃើញថាមុខងាររបស់គាត់គឺជាអ្នកឆ្លោះគេថាឆ្លោះអីក៏បានដែរឆ្លោះអាវុធទឹកឆ្លោះអាវុធសម្ងាត់ឆ្លោះអាវុធអាកំបាំងឬក៏របស់របរអីក៏ដោយមិនថាមនុស្សមិនថាអីទេគេថាគាត់ឆ្លោះដឹងព័ត៌មានលម្អិតទាំងអស់ហើយសំខាន់ណាស់មុខងាររបស់គាត់ភ្នែកទឹកសម្រាប់តែឆ្លោះហ្នឹងគឺជាជំនាញបណ្ដោះអាសន្នរបស់គាត់ទៀតមិនដឹងថាជំនាញពិតប្រាកដរបស់គាត់គឺជាអីនោះទេតទៅមុខទៀតគ្រប់គ្នាអាចនឹងដឹងប៉ុន្តែសំណាងដែរសម្រាប់ Hibiki របស់យើងគាត់នឹងមានប្រព័ន្ធ AI កុំព្យូទ័រជួយធ្វើការណែនាំគាត់ពីរបៀបប្រើប្រាស់ជំនាញឆ្លោះរបស់គាត់ទៀតតែគាត់ថា AI នេះណែនាំតែពាក់ព័ន្ធអំពីមុខជំនាញរបស់ Hibiki ណាដូចជាពីរបៀបប្រើប្រាស់អីអញ្ចឹងទៅបើនិយាយពីរឿងព័ត៌មានផ្ទាល់ខ្លួនអីគឺមិនកើតទេ AI កុំព្យូទ័រតែប៉ុណ្ណឹងហើយ AI កុំព្យូទ័រនឹងឲ្យឈ្មោះជំនាញរបស់ Hibiki នឹងសិតតែជាភ្នែកទឹកទៀតម៉ែមានណា Hibiki លេងគេចូលតួបដោយស្អីណាបើកភ្នែកទឹកហ្នឹងហើយភ្នែកទឹកមកពីឋានទៅតាមពិតទៅអាសមត្ថភាពភ្នែកទឹកឆ្លោះមើលដឹងអ្វីៗទាំងអស់របស់គាត់ហ្នឹងគឺបានមកពី system ប្រព័ន្ធ AI ហ្នឹងឯងហើយមកធ្វើអីអាណាបញ្ចេញរឹតបង្ហាញរឹតស្អីណាភ្នែកទឹកស្អីបានប្រព័ន្ធ system ជួយបង្ហាញជួយឆ្លោះព័ត៌មានលម្អិតឲ្យសោះហ្នឹងមកធ្វើអីលយដែរអៀនមាត់មួយ Hibiki យើងហើយនិយាយពីរឿងឆ្លោះព័ត៌មានលម្អិតហ្នឹង Hibiki នឹងក៏មានម្លងឆ្លោះមើលទីតាំងភូមិសាស្ត្រដែលគាត់កំពុងតែនៅនេះថានៅតំបន់ណានេះអញ្ចឹងទៅណាតទៅពេលឆ្លោះមើលទៅឃើញថែមមួយចំណងតូចមួយមិនតែប៉ុណ្ណោះនោះទេរូបគាត់រត់កិច្ចពីអាទុនសាយដោះស្នាយមិញហ្នឹងគឺថារត់វល់ជុំទៀតនេះវាដល់ថ្នាក់ហ្នឹងឡើង Hibiki យើងចង់បែកងាងដែរនេះអាមិនក៏មិនទៅ Hibiki ហ្នឹងក៏មានម្លងបើកមើលទីតាំងភូមិសាស្ត្រហើយដើរទៅរកតំបន់ទីប្រជុំជននៅក្បែរហ្នឹងតែម្ដងទៅហើយដើរមកព្រឹកទៅល្ងាចហើយអត់ទាន់ឃើញទីប្រជុំជនទៀត Hibiki យើងចង់ងាងដែរហ្នឹងប៉ុន្តែសំណាងដែរគាត់នឹងក៏សាប់តែដើរចំផ្លូវគេដាប់ថ្មនេះធ្វើជាផ្លូវមិនស្អាតរបស់គេទៀតដូចជាផ្លូវបុរាណអញ្ចឹងណាហើយសប្បាយចិត្តខ្លាំងពេករត់ទៅឡើងដួលប្រកាច់ប្រកិនតឡាងតំណងពេញហ្នឹងហើយសុខ Hibiki នឹងក៏ទទួលបានគេធានាមួយដែលប្រព័ន្ធកុំ
ព្យូទ័រនេះបានឲ្យឈ្មោះថាជនឆ្លងភពតែតឃើញបាយចឹងទៅហ៊ីប៊ីគីចង់ងាងដែរហ្នឹងម៉ែឲ្យគេឈ្មោះឌឺប៉ុណ្្នឹងហើយអត់សូវងុំនោះទេគេថាចង្រៃទៀតអាគ្នានឹងទៅមកដល់អាផ្លូវហ្នឹងគេអាសាធ្វើដំណើរក៏សាប់តែមកជួបបិសាចឆ្កែយៈឡើងប៉ុណ្ណឹងណានេះទៀតហើយហ៊ីប៊ីគីនេះគាត់ភ្ញាក់វាមិនអីនោះទេអាឆ្កែយៈនោះអីណាមកភ្ញាក់ដែរវាដល់ថ្នាក់ហ្នឹងនេះហើយអាឆ្កែយៈមានឡើងប៉ុណ្ណឹងណានៃមកភ្ញាក់នឹងគ្នាទៅមកប៉ុណ្ណឹងក៏ដល់អាចចៃហ្នឹងបាទកថាហ៊ីប៊ីគីរបស់យើងសំណាងដែរបាទម្នាក់ស្រីអែលដែលយើងជួបតាំងពីដើមវីដេអូដំបូងមកហ្នឹងដែលខ្ញុំភ្លេចប្រាប់ឈ្មោះថានាងមានឈ្មោះថា Stanbart Emilia តែសារនេះគេថា Level Day ស្អាតមកវិញហើយពេលហ៊ីប៊ីគីនឹងរកសន្ទនាជាមួយនឹង Emilia ហ្នឹងបាទប្រព័ន្ធកុំព្យូទ័រនឹងជួយបកប្រែភាសាទៅវិញទៅមកឲ្យទៀតហើយប្រព័ន្ធនឹងឈឺទៅសួរឌឺទៀតណាបើមិនចង់ឲ្យវាបកប្រែឲ្យទេអាចស្ដាប់ខ្លួនឯងបានហើយគិតថាភាសានៅក្នុងពិភពលោកនេះនឹងហ៊ីប៊ីគីនេះគាត់ចេះគាត់យល់គាត់អាចស្ដាប់បានដែរអីឆ្ងល់ដែរប្រព័ន្ធនេះគេថាឌឺហ៊ីប៊ីគីខ្លាំងហ្មងបន្ទាប់ពីនោះហ៊ីប៊ីគីនឹងក៏អរគុណដល់ Emilia ដែលបានជួយជីវិតរបស់គាត់អីចឹងទៅប៉ុន្តែគាត់នឹងពិតជាឆ្ងល់ខ្លាំងមែនទែនថា Emilia នឹងកំពុងតែសម្ដែងមែនហ្នឹងសិទ្ធិពាក្យទៅជាអីណា Hibiki នេះស្មានតែ Emilia គឺជាអ្នក cosplay ពាក់ឈុតសម្លៀកបំពាក់ដោយតួតុក្កតានៅមេចឹងណាឬចឹង Emilia គ្នាចង់ងាងទៅគ្នាអត់យល់យ៉ាងពួកអីពូជសាសគ្នាគឺ L មែនទែនណាប៉ុន្តែអាមិនក៏មិនទៅ Emilia នេះឆ្ងល់ណាថា Hibiki នេះចេញចូលរបស់នោះគ្រោះថ្នាក់ដែលសម្បូរពោពេញទៅដោយបិសាចកាឡាខ្លួននេះជាភ្នំដោយរបៀបណាប៉ុន្តែ Hibiki គេថាគាត់អត់យល់ខ្លួនឯងដែរណាធ្វើឲ្យ Emilia នឹងចង់ងាងបណ្ដោយតទៅចឹងទៅចេញចូលរបស់គ្រោះថ្នាក់អីក៏ស្រួលខ្លាំងមែននេះឯងក្មេងតូចប៉ុណ្អាចចៃយ៉ាងសោះហ្នឹងតែមិនក៏មិនតែ Hibiki នឹងក៏សាប់តែចាប់ផ្ដើមឲ្យឆ្លោះមើលអត្តសញ្ញាណព័ត៌មានរបស់ពាក់ព័ន្ធអំពី Emilia នឹងតែម្ដងទៅហើយក៏ទៅតែដឹងថា Emilia នឹងគឺពិតជាពូជសាស Elmen ហើយមិនតែប៉ុណ្ណោះនោះទេមុខងារនឹងការងាររបស់នាងគឺជាអ្នកបាញ់ព្រួយហើយក៏ជាអ្នកលេងវេទមន្តព្រះវិញ្ញាណផងដែរហើយនិយាយអំពីសមត្ថភាពពិសេសរបស់ Emilia នោះគឺអាចសន្ទនាជាមួយនឹងវិញ្ញាណក្ខន្ធនេះឯងហើយនិយាយពីកម្រិតសមត្ថភាពល្វែងរបស់នាងគឺ21ប៉ុន្តែមើលអាយុវិញ56ឃើញហើយ Hibiki នឹងចង់ងាងបណ្ដោយអាយុចំណាស់ហើយយាយគាត់ឲ្យមើលមុខម៉ែនឹងក្មេងចាស់អាមិនក៏អាមិនទៅ Emilia នឹងក៏សប្បាយចិត្តមួយយ៉ាងដែរនៅពេលដែលនាងឃើញ Hibiki នៅរស់បន្ទាប់ពីដើរចេញចូលតំបន់នោះគ្រោះថ្នាក់ពោពេញទៅដោយបិសាចកាឡាខ្លួនជាភ្នំនោះអាតំបន់នោះគេថាគ្រោះថ្នាក់ណា Hibiki សំណាងដែរដែលអាពួកបិសាចនោះអត់វាប្រហារគាត់អញ្ចឹងណានិយាយទៅថាបិសាចនឹងវាមានលក្ខខណ្ឌរបស់វាដែរវាប្រហារតែគោលដៅណាផ្លេចភ្លាំងផ្លេចខ្លួនអស់កម្លាំងអីទេបាទវាលេបយកអញ្ចឹងណាអញ្ចឹងបាទថា Hibiki របស់យើងម៉ែសំណាងប៉ុណ្្នឹងឯងមិនសូវងុំម៉ែនោះទេ Emilia មកអោបលើទៅចិត្តកុំឲ្យ Hibiki នឹងគ្នាភ័យទៀតស្មានតែ Hibiki ជាកូនក្មេងចុះប៉ុន្តែមានណា Hibiki គ្នាអាយុ6 10ឆ្នាំអីទៅចែតទៅពេលលើ Hibiki នេះថាគាត់អាយុ16ឆ្នាំ Emilia ឡើងភ្ញាក់ព្រឺតមកឲ្យកូនប្រុសពេញវ័យគេហើយទៅតែមកភ្ញាក់ខ្លួនថាអោបកូនកំដោះគេសោះនឹកស្មានម្ដងចុះកូនក្មេងកូនត្រេនប៉ុណ្ណឹងនឹងសោះអាយុ6 10ឆ្នាំដែរហើយបន្ទាប់ពីដឹងថា Hibiki របស់យើងមានអាយុពេញវ័យបែបនេះចឹងហើយពួកគេនឹងក៏សម្រេចចិត្តបង្កាត់ភ្លើងដើម្បីចម្អិនម្ហូបហូបឲ្យផុតមួយថ្ងៃនៅកណ្ដាលវាលហ្នឹងតែម្ដងទៅគ្មានតង់គ្មានអីបោះនឹងគេទេពូសាអែលតែប៉ុណ្ណឹងដល់កន្លែងណាគឺដេកកន្លែងហ្នឹងក៏បានដែរហើយ Hibiki របស់យើងគាត់មិនដែលមានបទពិសោធន៍រឿងបោះតង់អីផងគាត់ចេះតែតាមចែ Emilia ហ្នឹងទៅហើយគឺថាសំណាងដែរសម្រាប់ Hibiki និង Emilia យើង Hibiki យើងគាត់យល់សពអាទិស្ណែងមួយដែលគាត់បានសម្រាប់មកតាមមកល្មមមកចម្អិនម្ហូបមកពេលទៅបន្ទាប់ពីនោះ Hibiki នឹងក៏គាត់ចង់សួរ Emilia ថានៅនេះជាកន្លែងណាអញ្ចឹងទៅគាត់គេសួរប៉ុណ្្នឹងសោះលេខ Emilia មកកពល់ទឹកដាក់មុខគាត់វាដល់ថ្នាក់ហ្នឹងហើយបើ Hibiki នឹងគ្នាអត់ដឹងមែនលេងភ្ញាក់ដល់ថ្នាក់កពល់ទឹកដាក់កណ្ដាលមុខគាត់យ៉ាងមកហើយ Hibiki របស់យើងក៏ទៅតែដឹងថាទឹកដីដែលគាត់កំពុងតែជន់នេះគឺជាអាណាចក្រហាប្រស្ទាហើយក៏ចាប់ផ្ដើមរៀបរាប់ពីតំបន់ដែលគាត់បានត្រឡប់មកពីជប៉ុននៅលើភពផែនដីអញ្ចឹងទៅណាប៉ុន្តែ Emilia គឺថានាងអត់ស្គាល់ទេឲ្យ Emilia គ្នាស្គាល់មិនបើផែនដីគឺជាប្រភពដែល Hibiki នឹងគាត់ឆ្លងមកហ្នឹងតទៅពេលទៅគឺថា Hibiki នឹងគាត់បាក់បកស្រាយប្រាប់ Emilia បដ ாய் អញ្ចឹងហើយ Emilia នឹងចេះតែគិតថា Hibiki មើលទៅមកពីតំបន់ឆ្ងាយសែនឆ្ងាយពីប្រជាជាតិចក្រនេះអីចឹងហើយមើលទៅហើយ Emilia នឹងក៏ធានាថាចាំនាងជូនគាត់ទៅទីក្រុងនៅក្បែរនេះក៏បានដែរ Hibiki នឹងគាត់អត់ជំរឿមានទៅតាមចែ Emilia សិនចោះនៅពេលនេះបន្ទាប់ពី Emilia នឹងជួបបញ្ញៀនឲ្យឃ្លាំមើលតំបន់នៅក្បែរនោះពួកគេនឹងក៏ចាប់ផ្ដើមក្រាកម្រាដេកអីចឹងទៅហើយពេល Hibiki នឹងកំពុងតែដេកលក់ហ្នឹង Emilia គឺថានាងឆ្ងល់ក្នុងចិត្តខ្លាំងមែនទែនថា Hibiki ហ្នឹងគឺជានរណាគេនឹងឲ្យពិតប្រាកដតែគាត់នឹងគឺជារបស់សំខាន់ដែលបញ្ញៀនតាមជួយថែរក្សារបស់នាងបានប្រាប់នាងដែរអត់ហ្នឹងហើយមួយនឹងនាងគេលក់នោះសំឡេងបញ្ញៀនតាមជួយថែរក្សារបស់នាងក៏បានថ្លែងងល់គុណដល់នាងដែលបានជួយសង្គ្រោះជីវិតរបស់ Hibiki ហ្នឹងនៅពេលនេះហើយបន្ទាប់ពីនោះនាងក៏ដេកលក់ទៅបាត់ទៅហើយនៅយប់នោះផងដែរ Hibiki នឹងគាត់ក៏បានយល់សប្តិនឹកពី
អតីតកាលជីវិតរបស់គាត់ពេលដែលគាត់ធ្លាប់រស់នៅពិភពផែនដីគឺថាគាត់ឧស្សាហ៍មកផឹកហូបចុកជាមួយនឹងមិត្តភ័ក្តិរបស់គាត់ញឹកញាប់ខ្លាំងមែនទែនហើយមិត្តភ័ក្តិរបស់គាត់ប្រមាណអ្នកនោះគឺគេនឹងប្រាប់ឈ្មោះតែម្នាក់ស្រីសក់ពណ៌ថ្ននោះគឺជាអាម៉ាណេតែប៉ុណ្ណោះប្រមាណអ្នកទីគាត់ថាអត់មានលើឈ្មោះមកនិយាយសោះហើយខ្ញុំមិនស្គាល់នេះនិយាយទៅនិយាយមកគាត់ថាឌៀមដាមតែរាងកាយរបស់ហេប៊ីគីហ្នឹងពេញវ័យមែនប៉ុន្តែមានតែឡើងល្អិតដូចកូនត្រេនលើចឹងថាហេប៊ីគីយើងចង់ងាងដែរម្នាក់អ្នកមើងងាយតែគាត់ទឿឲ្យទៀបហ្នឹងមានណាហេប៊ីគីយើងគាត់ក៏មិនចោលដែរឌៀមដាមអាម៉ាណេហ្នឹងម្ដងមើលអីណាមើងងាយគេតូចឲ្យទឿទៀបអីហ្នឹងអត់មានមើលខ្លួនឯងសោះកំពុងរៀបហើយចេះខ្មាស់គេនឹងចេះងាងដែរតាមពិតគេនិយាយពីកពស់សោះម្នាក់ស្រីអាម៉ាណេនេះយកចំខ្លួនឯងហ្នឹងនិយាយចឹងគាត់ថាមិត្តភក្តិហេប៊ីគីម្នាក់ប្រុសនេះគាត់ថាហេប៊ីគីហ្នឹងមានតូចទឿឲ្យល្អិតមែនប៉ុន្តែគួរឲ្យស្រឡាញ់ណាជាពិសេសគាត់ថាស្រីចំណាវ័យកដាលអីចូលចិត្តណាឲ្យតែមកទិញនំប៉័ងហាងពួកគេម្ដងគឺថាឲ្យតែធីបហេប៊ីគីឲ្យនំប៉័ងឲ្យអីតិចតួចទៅចឹងណានឹកដល់ពីបទពិសោធន៍សន្តានានិយាយរឿងប្រធានបទហ្នឹងហេប៊ីគីរបស់យើងក៏នឹកលឹកថាគាត់មានបំណងចង់ស្គាល់ស្រីចំណាដែរតើឬបែបនេះចឹងទៅគាត់ថាមិត្តភក្តិរបស់ហេប៊ីគីទាំងអស់គ្នាចង់សើចទេណាគាត់ថាហេប៊ីគីសង្ស័យចាប់ចិត្តលើស្រីចំណានេះហើយសាច់រឿងក៏កាត់នៅពេលដែលហេប៊ីគីនឹងគាត់ដើរមកសាលារៀនមាននរណាគ្រាន់តែបើកទ្វារថាចូលមកថ្នាក់រៀនសោះបែរជាគាត់ឆ្លងព្រមមកតំបន់អាណានៃនោះឆ្កុយនេះដូចជាវគ្គដំបូងវីដេអូដើមដំបូងចឹងព្រមនោះហេប៊ីគីនឹងក៏គាត់ភ្ញាក់ដឹងខ្លួនឡើងតាមពិតគឺថាគាត់យកសពសោះហើយមកទៅតែ4កន្លះព្រឹកទៀតមានណាគ្រាន់តែបែរឆ្វេងដៃទៅថាវាក់បដ យវ៉ាអីហ្នឹងក៏វ៉ាទៅហេប៊ីគីរបស់យើងគេថាជាសុភាពរស់ដែរធ្វើដូចជាធម្មតាហើយគាត់ហ្នឹងក៏ឆ្លោះមើលអត្តសញ្ញាណព័ត៌មានល្អិតពាក់ព័ន្ធអំពីវិញ្ញាណដែលហោះហើរពាសពេញបរិយាកាសជុំវិញខ្លួនគាត់នេះហើយក៏បានដឹងថាវានោះប្រៀបដូចជាម៉ោងរយអញ្ចឹងឲ្យតែមានសុភាពអីក៏ដោយមកក្បែរពួកគេដឹងតែវិញ្ញាណទាំងអស់នោះចាប់ដើមរើដាស់ពួកគេនឹងដូចជាម៉ោងរយអញ្ចឹងទៅណាបន្ទាប់ពីនោះហេប៊ីគីរបស់យើងក៏ចាប់ដើមឆ្លោះមើលអត្តសញ្ញាណរបស់គាត់ម្ដងទៀតអត់មានក្បាយខ្វល់អីពួកគាត់នឹងហ្មងនេះសុំសាយប៊ីគីយើងទៅដូចធម្មតាហើយក៏មើលអត្តសញ្ញាណរបស់គាត់ពាក់ព័ន្ធអំពីមុខងាររបស់គាត់គឺជាអ្នកឆ្លោះព័ត៌មានល្អិតអីចឹងទៅណាប៉ុន្តែគាត់ឆ្ងល់ដែរខាងប្រព័ន្ធកុំព្យូទ័រប្រាប់ថាការងារនេះគឺបានទម្លាក់ឲ្យគាត់ដោយព្រះជាម្ចាស់ហើយមានពាក្យថាបរិះអាសន្នភ្ជាប់ជាមួយវានឹងមានន័យថាម៉េចហ្នឹងអាមុខងារហ្នឹងមុខងារបរិះអាសន្នរបស់គាត់ក៏អីហ្នឹងតែមិនក៏មិនទៅហេប៊ីគីរបស់យើងគាត់ខ្ជិលខ្វាយខ្វល់ច្រើនស្មើនឹងបន្តដេកថតទៀតណាចាំស្អីខ្ញុំគិតទៀតហើយចង់ចែអេមីលីដេកចង់ហោងអីចង់ហោងទៅសំខាន់ហេប៊ីគីគាត់ងុយដេកហើយពេលព្រឹកឡើងនឹងក៏បានមកដល់អេមីលីក៏ថាចាប់ផ្ដើមងើបមុនគេហើយងើបមកពេលក៏ថាចាប់ផ្ដើមអៀនមកដល់ដោយសារក្នុងមួយជីវិតរបស់គេនេះជាលើកទី1ហើយដែលបានចំណាយពេលវេលាដេកក្បែរមនុស្សប្រុសរយៈពេលមកយប់អីចឹងទៅណាដល់ពេលចឹងគ្នាចង់អៀនដែរនេះគ្នាគឺជាស្រីបរិសុទ្ធតាំងពីដើមមកមិនដែលទៅលូកលាន់អីជាមួយនឹងមនុស្សប្រុសទេភាគច្រើនដេកអីក៏ក្បែរស្រីដែរនេះជាលើកទី1របស់គេនេះបាទដេកក្បែរមនុស្សប្រុសអៀនចុយឯងថាអេមីលីយើងមកជីវិតលើកទី1របស់គេគឺថាបរិសុទ្ធមកអេមីលីយើងហើយនិយាយចឹងអេមីលីរបស់យើងទៅចាប់អារម្មណ៍អាវលបូតលេវទៀតឯរបល់យកនេះហើយគាត់ថាជាលទ្ធផលភ្នំធំពេកហើយសារចេះចាយភ្ញាក់ខ្លួនក៏ហេប៊ីគីនឹងគាត់ក៏ភ្ញាក់ដែរទៀតតាមពិតហេប៊ីគីនឹងគាត់ដឹងដែរហ្នឹងអាលេវដាច់លបូតតាំងពីយប់មិញគឺថាហេប៊ីគីរើសទុកឲ្យអេមីលីទៀតអាទុកលេវឲ្យគេមិនសឹងងំហ្មងទេឈៀតមកសារថាដើមទ្រូងគេធំដល់ថ្នាក់ដាច់លេវនឹងទៀតមានណាចឹងហេប៊ីគីយើងអាគ្នាពងអៀនចង់ងាប់ហើយមកទៅសើគ្នាណាចំពេលហ្នឹងបលយោហើយធ្វើមកដៃបោះអេមីលីមិនចង់ដាច់ឈាមមកចេះរយទៀតហេប៊ីគីយើងគុំតែបានទឹកថ្នាំមកបោះអេមីលីឲ្យគាត់ផឹកឯងកុំអីគ្មាននៅទេលាចាក់វាពណ៌ទៅសងសានៅពេលនេះបាត់ហើយមើលទៅនឹងហើយនិយាយចឹងដោយសារតែហេប៊ីគីឆ្ងល់ហ្នឹងអេមីលីក៏ថាពួកគេនឹងត្រូវដើរប្រហែលជាកន្លះថ្ងៃបានដល់ទីក្រុងអីចឹងទៅនៅក្បែរហ្នឹងអេមីលីសិតតែធានាឲ្យហេប៊ីគីនឹងមិនបាច់ភ័យទេមានគេដំណឹងហើយប៉ុន្តែមានណាហេប៊ីគីថាគាត់តាមពិតទៅនឹងក៏អាចឆ្លោះមើលទីតាំងភូមិសាស្ត្រនៅតំបន់នេះបានដែរឬបែបនេះទៅក៏ថាអេមីលីគ្នាចង់ងាងដែរមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែអាសិលមើលទីតាំងភូមិសាស្ត្រនោះគឺជាសិលលំដាប់ A3 ដើមមិនមែនធម្មតាណាហើយអាសិលចាក់ទីតាំងភូមិសាស្ត្រនោះគឺវាកម្រមានទៀតទៅពេលទៅគេថាធ្វើឲ្យអេមីលីនេះឆ្ងល់បដ ாய் ថាមុខងារពិតប្រាកដរបស់ហេប៊ីគីនេះគឺជាអីតើពេលហេប៊ីគីប្រាប់ត្រង់ជឿទៀតថាគាត់ត្រឹមតែជាអ្នកឆ្លោះមើលព័ត៌មានលម្អិតតែប៉ុណ្ណោះហ្នឹងគាត់ថាមុខងាររបស់គាត់ជាថែមពាក្យបណ្ដោះអាសន្ននៅពីមុខអីចឹងទៅលឺចឹងទៅថាអេមីលីនេះគ្នាចង់ងាងដែរពួកអីគ្នាយល់ហើយថែមពាក្យបណ្ដោះអាសន្នអីនៅពីមុខប៉ុន្តែមិនក៏មិនទៅក៏ហេប៊ីគីនេះគាត់រៀងមើលងាយជំនាញមុខងាររបស់គាត់ខ្លាំងមែនទែនដល់ពួកអីអ្នកឆ្លោះមើលព័ត៌មានលម្អិតហ្នឹងគាត់ថាគាត់បានដឹងតែទីតាំងភូមិសាស្ត្រហើយឆ្លោះមើលតំបន់កន្លែងដែលបិសាចលាក់ខ្លួនអីចឹងទៅតាមព័ត៌មានលម្អិតហ្នឹងប៉ុន្តែសម្រាប់អេមីលីវិញយល់ថាជំនាញជាមួយនឹងវានឹងមានសារៈសំខាន់ណាស់ខ្លាំងណាស់សម្រាប់ពពួកអ្នកសងប្រេងគ្រប់រូបមិនក៏ហេប៊ីគីនេះមើលងាយវានឹងខ្លាំងម៉េះសូម្បីតែអេមីលីនឹងគ្នាចង់បានមុខងារជំនាញចង់ងាប់ហ្នឹងព្រោះអ្នកសងប្រេងគ្រប់រូបដើរម្ដងខ្លាចតែពពួកបិសាចវេឆ្មក់ពួកគេចឹងទៅណាប៉ុន្តែមានជំនាញចាប់បានវត្តមានរបស់ពពួកបិសាចតាមព័ត៌មានបែបនេះចឹងទៅវាងាយស្រួលឲ្យអ្នកសងប្រេងចាប់ដើមធ្វើការវាប្រហារមុនណាឬអ្នកសងប្រេងថាហេប៊ីគីយើងឆ្ងល់ដល់ព្រោះអីគ្នាទៅលោមូលគ្នាមិនដែលឆ្លងភពចុះអត់ស្គាល់អ្នកសងប្រេងអីទេទៅសួរខាងប្រព័ន្ធក
កុំព្យូទ័រ AI ជួយប្រាប់ដល់ហើយសម្រាប់អត្ថន័យអ្នកសងព្រេអ្នកទាំងអស់គ្នាគួរយល់ហើយមិនបាច់ខ្ញុំប្រាប់ឆេច្រើនទេនឹងឯទោះពេលដែល Emily លើថា Hibiki មានសិលជំនាញអាចឆ្លុះមើលទីតាំងភូមិសាស្ត្រហើយចាប់បានវត្តមានទីតាំងរបស់ពពួកបិសាចតាមផ្លូវបែបនេះចឹងទៅអញ្ចឹងហើយបាននាងចាប់ដើមយល់ចឹងសោះបាន Hibiki នឹងអាចគេចពីតំបន់មហាសែនគោលថ្នាក់ពោពេញទៅដោយបិសាចកលាខ្លួនធ្វើជាភ្នំនោះកើតហើយឲ្យ Emily សុំសរសើរ Hibiki ទទួលបានសិលជំនាញមុខងារសាហាវប៉ុណ្ណឹងសឹងអីអាហ្នឹងតែបែរជាចេញមកអត់ដឹងខ្យល់អីសរោមកអាចចំណេះដឹងទូទៅនៅក្នុងពិភពលោកមួយនេះម៉ែក៏ថាចាក់ Hibiki យ៉ាងខ្លាំងមែនទេឡើង Hibiki យើងចង់ងាងដែរមានណា Hibiki យើងចាក់វិញបណ្ដោយសួរថានិយាយចឹង Emily ហ្នឹងមានមិត្តភក្តិអត់ហ្នឹងឃើញហ្នឹងនៅតែឯងចោះមានណា Emily លឺឲ្យគួតឈាមបណ្ដោយណែមិត្តភក្តិគេមានច្រើនពេកតពេលទៅរោមួយលេងបានបណ្ដោយថ្ងៃតពេលទៅ Hibiki យើងក៏ខ្ជិលខ្វល់ពួកអីគាត់ទៅចាត់ទុក Emily ហ្នឹងក៏ដូចជាមិត្តភក្តិរបស់គាត់ដែរបានជួយជីវិតគាត់ផងចុះ Emily លឺបែបនេះថាសប្បាយចិត្តខ្លាំងមែនទែនទទួលបានមិត្តភក្តិមួយគេនៅពេលនេះអូនិយាយចឹង Hibiki យើងគាត់ក៏ឡើងពីអាទុនសាយស្នែងមួយនោះស្នែងវានោះគឺជាស្នែងត្បូងទេណា Hibiki នឹងគាត់យកសាច់ទុនសាយធ្វើម្ហូបហើយបតែនៅស្នែងត្បូងវា Emily ពេលលឺនិយាយអំពីអាទុនសាយស្នែងត្បូងហ្នឹងក៏ភ្ញាក់ទៀតបដ ដោយសារតែអាទុនសាយមានស្នែងជាត្បូងហ្នឹងវាមានតម្លៃថ្លៃខ្លាំងណាត្បូងស្នែងរបស់នេះលក់បានសិល200កាក់មាសឯណោះហើយនិយាយពីគ្រប់អ្នកផ្សងព្រេងវេទនាតាមរោខ្លាំងមែនទែននាងសុំសរសើរ Hibiki នេះម៉ែសំណាងមកនេះចេញមកភ្លាមជួបអាទុនសាយស្នែងត្បូងមួយទៀតនិយាយពីអាត្បូងស្នែងរបស់ទុនសាយហ្នឹងគឺថាយកធ្វើអីបានច្រើនណាចឹងហើយបើវាមានតម្លៃថ្លៃដល់ថ្នាក់ហ្នឹងឮថា Hibiki ហ្នឹងងាយតាមរោអាទុនសាយស្នែងត្បូងមួយដូចអញ្ចឹងទៅលេខ Emily នឹងអូសដៃ Hibiki ទៅតាមរកអាទិន្សាយស្នែងត្បូងមួយនឹងបដ ாய் ម៉ែក៏ថា Hibiki របស់យើងអាឆ្លោះទីតាំងភូមិសាស្ត្រចាក់ទីតាំងមកត្រង់មកដល់ភ្លាមឃើញទន្សាយស្នែងត្បូងមួយផ្លេតនឹងហើយនិយាយចឹងអាទន្សាយស្នែងត្បូងមួយហ្នឹងវានឹងមានចំោះហើយញៀនប៉ិនស្ទង់ដឹងវត្តមាននៅក្បែរវាណាអញ្ចឹងហើយបាន Emily ចាប់ដើមមកជប់សិលលាក់វត្តមានហើយនឹងលាក់ក្លិនរបស់ពួកគេដើម្បីតាមប្រមាញ់អាទន្សាយស្នែងត្បូងមួយនោះកុំឲ្យវាដឹងថាពួកគេនៅនឹងហើយរត់បាត់អីចឹងទៅណាឃើញ Emily ជប់សិលមកតំណងបែបនេះ Hibiki នឹងគាត់ចង់សរសើរដែរហ្នឹងប៉ុន្តែ Emily នោះវាសរសើរពីមុខជំនាញសមត្ថភាពពិសេសរបស់ Hibiki វិញតគាត់ប៉ិនស្ទង់ប៉ិនតាមកំចាត់តាមស្វ័យរោគបិសាចកម្រដូចជាអាទន្សាយស្នែងត្បូងមួយបែបនេះចឹងមកគឺថាលុយសុទ្ធមកនិយាយទៅអូមាសសុទ្ធមកក៏ទោះបីជាមុខជំនាញរបស់ Hibiki មើលទៅមិនអាចចាប់ផ្ដើមធ្វើការវិភាគអីក៏ដោយប៉ុន្តែអាចជួយពីចម្ងាយអាចស្ទង់ពពួកបិសាចពីចម្ងាយដល់ក្រុមអ្នកផ្សងផ្សេងហ្នឹងក៏វានឹងជាអត្តប្រយោជន៍មួយដ៏សំខាន់នៅក្នុងក្រុមនីមួយៗគេចង់បានដូចតែគ្នាដែរតទៅពេលទៅ Emily ហ្នឹងក៏មានបំណងចង់ស្នើសុំ Hibiki ហ្នឹងឲ្យចូលក្រុមអ្នកផ្សងព្រេងជាមួយនាងអញ្ចឹងណាប៉ុន្តែទៅមកនាងក៏ដកពាក្យសម្ដីដោយសារតែវិញ Hibiki ហ្នឹងក៏ស្ដាប់អត់សូវលឺEmily ខ្លាចពេលនាងបបួល Hibiki ចូលក្រុមអ្នកផ្សងព្រេងជាមួយនឹងនាងអញ្ចឹងទៅប្រៀបដូចថានាងគឺជាមនុស្សចិត្តងាយចឹងណាមនុស្សស្រីណាទៅព្រោះមនុស្សប្រុសអាហ្នឹងមិនគេហៅថាស្រីចិត្តងាយចឹងទៅហើយណាមួយក៏នាងមិនចង់បង្ហាញថានាងមុខលុយដែរមិននាងពឹងពាក់ឲ្យ Hibiki ជួយរកពណ៌បិសាចកម្រអីណាហៅលុយហៅមាសតង្គិបចូលកប៉ៅនាងអីទេនាងចង់បានចឹងតែប៉ិតខ្លួនឯងចង់បានចឹងសោះមកធ្វើឯងធំទៅ Emily យើងនេះអ្វីដែលសំខាន់គឺថានាងចង់ឲ្យ Hibiki អ្នកបបួលនាងចូលក្រុមផ្សងព្រេងជាមួយនឹងគាត់វិញហើយតែប៉ុណ្្នឹងឯងចឹងហើយនាងត្រូវតែបដិញ្ញាចិត្តដែរចេញសកម្មភាពអីក៏ដោយតាក់ចិត្ត Hibiki ឲ្យ Hibiki នឹងយល់ថារូបគាត់ខ្វះនាងបានអញ្ចឹងទៅប៉ុន្តែមើល Hibiki វិញគេថាគាត់កាត់ក្នុងចិត្តគាត់យល់បាត់ហើយថាចែ Emily នេះមើលទៅស្រឡាញ់លុយស្រឡាញ់មាសស្រឡាញ់ការនេះហើយបន្ទាប់ពីនោះ Emily នឹងក៏បានបង្ហាញរឿងរបស់នាងក្នុងនាមជាអ្នកបាញ់ព្រួញព្រះវិញ្ញាណដោយមិនចាប់បាច់យកព្រួញទៅតាមខ្លួនទេទាញទៅធ្នូទៅគឺថាចេញសិលដូចជាព្រះវិញ្ញាណនិយាយទៅស្តៀងរឿងរាមគេអញ្ចឹងណាមែន Emily យើងបាញ់ខុយណាទន្សាយស្នែងមួយនោះគេថាភ្ញោចលះគិតសាហាវបេនឡើង Emily គ្នាចង់ងាងមិនហើយម៉ែណាគ្នាខំបំបង្ហាញរត់ទាញធ្នូបាញ់ព្រួញព្រះវិញ្ញាណលឿនដល់ថ្នាក់ហ្នឹងហើយអាទន្សាយស្នែងប្រាក់ស្នែងត្បូងមួយនោះគិតរួចទៀតហ្នឹងហើយពេល Emily ឃើញអាទន្សាយស្នែងត្បូងមួយនោះលបឿនវាលឿនណាស់ជាងព្រួញព្រះវិញ្ញាណរបស់នាងបែបនេះចឹងទៅក៏មានបំណងចង់បោះបង់ប៉ុន្តែ Hibiki នៅអត់ទាន់អស់ចិត្តទេគាត់នឹងក៏ចង់រកវិធីសាស្ត្រធ្វើមិនក៏ដោយស្ទាក់ចាប់អាទន្សាយស្នែងត្បូងមួយនោះឲ្យតតែបានដើម្បីបំពេញចិត្តចែ Emily អីហ្នឹងចឹងទៅហ្នឹងហើយវិធីដែលស្ទាក់ចាប់លបឿនអាទន្សាយស្នែងត្បូងមួយនោះតតែបានតតែធ្វើមិនឲ្យអាទន្សាយស្នែងមួយនោះមកវាបហាពូកេមុនអីវិញចឹងទៅណាតពេលអាទន្សាយស្វែងមួយវាបហាទៅដឹងតែវាគេអត់រួចទេពួកគេនឹងអាចតដៃវិញបានដោយសំណាង Hibiki យើងសម្រាប់បានមួយពេលគាត់ឆ្លងមកដំបូងហ្នឹងចឹងហើយ Hibiki នឹងគាត់ក៏មានយុទ្ធសាស្ត្រមួយយុទ្ធសាស្ត្រនោះគឺយកខ្លួនឯងគាត់ធ្វើជានុយនេះឯងត្បូងឡើយឲ្យ Emily នឹងជប់សិលបុកគ្រឹះខៀងអាទន្សាយស្នែងត្បូងមួយនោះឲ្យជាប់បន្ទាប់មក Hibiki ដោយសារតែកម្រិតសមត្ថភាពរបស់គាត់តូចពេកក៏គាត់ធ្វើជានុយឲ្យអាទន្សាយស្នែងមួយនោះវាបហាទៅតពេលអាទន្សាយស្នែងមួយនោះវាហក់វាបហាទៅដល់វាកិច្ចព្រួយព្រះវិញ្ញាណរបស់ Emily លេងកោតដែរEmily ក៏ថានាងឆ្ងល់ខ្លាំងមែនទេមិនក៏ស្មានថាយុទ្ធសាស្ត្រដូចឈួតរបស់ Hibiki នឹងមានប្រសិទ្ធភាពបែបនេះចឹងសោះមិនឲ្យមានប្រសិទ្ធភាពបាច់បើ Hibiki នឹងគាត់ធ្
ធ្លាប់ឆ្លងកាត់មកហើយហ្នឹងអត់ស័យស្នែងត្បូងមួយហ្នឹងឲ្យតែវាឃើញយ៉ាងណាគេក៏ដោយកម្រិតសមត្ថភាពអ្វីទោះជីវិតដែលវាបហាដូចហេប៊ីគីអញ្ចឹងគាត់តែកម្រិតសមត្ថភាពអ្វីមួយហ្នឹងដល់ពេលគិតទៅគិតមកថាអេម៉ាលីចាប់ដើមយល់បណ្ដោយតាមប៉ិតចឹងសោះហេប៊ីគីរាងកាយកម្រិតសមត្ថភាពរបស់គាត់អន់ដល់ថ្នាក់ទុនសាយដែលជាបិសាចអន់ជាងគេដេញចាក់គូទេហ្នឹងហ្នឹងហើយហេប៊ីគីនេះគាត់ជួយឲ្យអេម៉ាលីកំចាត់បិសាចទុនសាយស្នែងត្បូងមួយតែប្រទេសសោះហ្នឹងឥឡូវនេះកម្រិតសមត្ថភាពរបស់គាត់ក៏ឡើងតួលលេខទៀតមិនតែប៉ុណ្ណោះនោះទេសូម្បីតែមុខជំនាញរបស់គាត់ក៏អភិវឌ្ឍមួយកម្រិតផងដែរប៉ុន្តែហេប៊ីគីនេះគាត់ឆ្ងល់ដែរណាខែអេម៉ាលីអ្នកសម្លាប់អាទុនសាយស្នែងមួយនោះអីមិនក៏គាត់ទៅទទួលបានពងបទពិសោធន៍ដែរចឹងប៉ុន្តែអេម៉ាលីថាហ្នឹងគឺជារឿងធម្មតានោះទេលក្ខណៈថាដោយពួកគេនឹងចូលដៃសម្លាប់ទុនសាយស្នែងមួយនោះជាមួយនឹងគ្នាចឹងណាហេប៊ីគីអ្នករៀបយុទ្ធសាស្ត្រនាងអ្នកអនុវត្តអីចឹងទៅអ្វីដែលសំខាន់គឺថាត្បូងលក់បានណា200កាក់មាសនេះនៅក្នុងដៃរបស់អេម៉ាលីនាងសប្បាយចិត្តខ្លាំងមែនតើមានណាសប្បាយចិត្តខ្លាំងពេកភ្លេចខ្លួនអាលេវបល័យលោកដាច់ទៀត大きな2つの山を越えたねហ្នឹងហើយមិនមែនប្រឡ័យលោកគេថាប្រឡ័យលេវដោយសារតែភ្នំយក្សពីរហ្នឹងហើយភ្លាមនោះក៏លេចចេញព្រះជាម្ចាស់ដែលបានបញ្ជូនហេប៊ីគីនេះមកទៅនេះគេថាបញ្ជូនហើយមានជួបហេប៊ីគីនិយាយពីមូលហេតុបញ្ជូនគាត់ឲ្យឆ្លងភពអីបន្តិចសោះហ្មងលោកព្រះនេះកោមែនណាសំខាន់លោកព្រះហ្នឹងចង់ឲ្យហេប៊ីគីហ្នឹងគាត់រៀនសូត្រឲ្យខ្លួនឯងវាចឹងក៏លេមើលទស្សនវិជ្ជានៅឯសមាគមអ្នកសងព្រេងវិញយើងក៏បានឃើញមាននារីម្នាក់ហ្នឹងក៏មកចុះឈ្មោះធ្វើជាអ្នកសងព្រេងផងដែរដែលនាងមានឈ្មោះថាអីវ៉ែលគាត់តែមកចុះឈ្មោះធ្វើជាអ្នកសងព្រេងភ្លាមខាងបុគ្គលិកក៏តម្រូវឲ្យនាងជ្រើសរើសមុខជំនាញអីចឹងណាប៉ុន្តែអេវីហ្នឹងក៏មានម្ដងចង់ស្វែងរកអីផ្សេងទៅវែងមិនដឹងថាស្អីៗនឹងស្អីទេតទៅមុខទេមិនដឹងហើយសាច់រឿងក៏ស្លេះត្រឹមតែប៉ុណ្ណឹងចាំ7ថ្ងៃទៀតគ្រប់គ្នា